បាទសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Oxford Phonics World 1 អញ្ចឹងនៅក្នុងសៀវភៅនេះគឺខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាពីវិធីនៅក្នុងការអានភាសាអង់គ្លេសដោយផ្អែកទៅលើសំឡេងដែលតួអក្សរទាំងនោះវាតំណាងឲ្យនេះគឺជាមេរៀនទី1 Unit 1អញ្ចឹងយើងនឹងសិក្សាសំឡេងអក្សរ A សំឡេងអក្សរ B និងសំឡេងអក្សរ C ជាដំបូងយើងទៅសិក្សាសំឡេងអក្សរ A មុនគេអញ្ចឹងសំឡេងរបស់អក្សរ A គឺ A ឧទាហរណ៍ដូចជានៅក្នុងពាក្យ angry appleអញ្ចឹងយើងអានទាំងអស់គ្នា A អត្រីស័ព្ទហើយស្រែ A គឺជា apple A apple A axe A ant A alligator តើលើកអានម្ដងទៀត A apple A axe ant A alligator នេះគឺជារបៀបនៃការសរសេរគឺយើងសរសេរពីខាងឆ្វេងទៅស្ដាំនិងពីលើចុះក្រោមហើយគេដាក់លេខនេះគឺលេខ1លេខ2លេខ3គឺយើងទាញពីឆ្វេងទៅមុនតមកបានមកស្ដាំហើយយើងពីលើចុះក្រោមអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំពុំផ្ដោតទៅលើការសរសេរនោះទេខ្ញុំផ្ដោតលើតែការអានតែប៉ុណ្ណោះដើម្បីយើងអាចអានភាសាអង់គ្លេសបានឆាប់រហ័សអញ្ចឹងសំឡេងអក្សរ A សំឡេងអក្សរ A របស់យើងគឺដល់កន្លែងបញ្ចប់ហើយមុននឹងបញ្ចប់យើងមករំលឹកសំឡេងអក្សរ A បន្តិចអញ្ចឹងវាជាអក្សរ A ចំណែកឯសំឡេងរបស់វាគឺមានសំឡេងសម្រាប់ការអានប្រកបហ្នឹងគឺ A ជា A ant A apple A alligator A axe ខ្ញុំសូមចូលទៅកាន់អក្សរ B គឺយើងអាចបះអត់ស្មើទាំងអស់គ្នាបះយើងប្រកបទៅបះ big បះ bear បះ bear ឥឡូវយើងមកអានសំឡេងនៃអក្សរ B បះភ្ជាប់ជាមួយរូបខាងក្រោមនេះទាំងអស់គ្នាបះ bear បះ bear បះ bird បះ bird បះ bat បះ bat បះ banana បះ banana alright now let's read again everyone ឥឡូវយើងអានម្ដងទៀតបះ bear បះ bird បះ bat បះ banana អញ្ចឹងនៅក្នុងមេរៀននេះយើងមិនចាំបាច់ចាំអីច្រើនទេគឺចាំតែសំឡេងនៃតួអក្សរនេះសិនទៅគឺបានហើយទៅមេរៀនបន្តទៀតយើងនឹងយកសំឡេងទាំងអស់នេះទៅប្រកបបញ្ចូលគ្នាឬក៏អានជាមួយគ្នាដើម្បីយើងអាចអានពាក្យភាសាអង់គ្លេសបានត្រឹមត្រូវនេះគឺជារបៀបសរសេរយើងអាចមើលតាមនឹងទៅបាទឥឡូវយើងមកអានបាទជាមួយខ្ញុំទាំងអស់គ្នានៅក្នុងរូបភាពនេះយើងឃើញមានអ្វីខ្លះយើងអានយកតែសំឡេងណាដែលមានសំឡេងបះទេដូចជា apple គឺមានសំឡេងអញ្ចឹងយើងអត់យកទេដូចជានេះ alligator ក៏សំឡេងនេះក៏សំឡេងនេះក៏សំឡេងយើងអត់យកទេយើងអាចអានមកបះ bear បះ banana បះ bird បះ bear បះ banana បះ bird បះ bat ឥឡូវយើងមកអាននៅខាងក្រោមម្ដងទៀតដើម្បីយើងចាំសំឡេងនៃតួអក្សរ B បះ bat បះ bear បះ banana បះ bird ឥឡូវយើងចប់សំឡេងនៃអក្សរ B ហើយយើងចូលមកដល់អក្សរ C
តែគឺជាចំណុចចុងក្រោយនៃ Unit 1 នេះគឺជាអក្សរ C ចំណែកសំឡេងរបស់វាគឺ ខ ខ យើងអានខ ខ បាទអានទាំងអស់គ្នាខ ខ នេះស្តៀងយើងក្អកដែរណាតែមិនដូចយើងក្អកពេកទេខ cool ខ cat ខ cool ខ cat តោះឥឡូវយើងអានសំឡេងខនៃអក្សរ C ភ្ជាប់ជាមួយរូបខាងក្រោមនេះខ cat ខ cup ខ car ខ computer ខ computer again ខ cat ខ cup ខ car ខ computer ខ computer នេះគឺជារបៀបនៃការសរសេរអក្សរ C ហើយនេះគឺជាអក្សរ C ធំយើងហៅថា capital C គឺអក្សរ C ធំ capital C ចំណែកអក្សរ C តូចយើងហៅថា small c អក្សរ C តូចជាងអក្សរធំយើងសរសេរមើលទម្រង់តាមកលារបស់គេនឹងមកគឺយើងសរសេរពេញកលានៃកលា3បន្ទាត់គឺសរសេរពេញចំណែកឯអក្សរតូចគឺជាធម្មតាគឺវាសរសេរស្មើពាក់កណ្ដាលនៃអក្សរធំអាហ្នឹងជាធម្មតាតែមានករណីខ្លះក៏វាសរសេរស្មើនឹងអក្សរធំដែរចំពោះអក្សរតូចមួយចំនួនតែឥឡូវយើងមកចូលមកដល់លំហាត់យើងគេឲ្យយើងផ្គូផ្គងជាមួយសំឡេងខអញ្ចឹងយើងមើលរូបចេកសំឡេងអីនេះជាសំឡេងបះនេះជាសំឡេងបះអញ្ចឹងយើងទៅរកតែសំឡេងណាដែលជាសំឡេងខតែប៉ុណ្ណោះតោះខខាខហាប់ខ computer ខ cat យើងមានតែ4ហ្នឹងតែប៉ុណ្ណោះពេលនេះយើងចូលមកដល់លំហាត់ចុងក្រោយតើតើការវឹកហាត់អញ្ចឹងសូមយកចិត្តទុកដាក់ស្ដាប់និងយើងអានជាមួយគ្នាខ cat ខ ហាប់ខ computer ខ car គឺខ្ញុំសូមរំលឹកឡើងវិញតើតើនឹង3សំឡេងដែលយើងបានរៀននៅក្នុង unit 1គឺមានសំឡេងនៃអក្សរ A អក្សរ B និងអក្សរ C សំឡេងនៃអក្សរ A គឺយើងអានអចំណែកសំឡេងនៃអក្សរ B គឺយើងអានបចំណែកសំឡេងនៃអក្សរ C គឺខបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាមេរៀននេះតាំងពីដើមរហូតដល់ចប់ជូនពរសុខភាពល្អនិងសំណាងល្អហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់គឺ You Need To សូមអរគុណសូមជម្រាបលា